ពីមុនខ្ញុំនិយាយទៅតិចនោមខ្ញុំនិយាយអមហ្មងដៅពងខ្ញុំទៀតនោមខ្លាំងពេកដៅមេពងខ្ញុំទៀតមួយថ្ងៃនោមប្រហែលដងមួយថ្ងៃនោមបានពី20ទៅ30ដងមួយថ្ងៃបាទជួនកាលគាត់ថាហ៊ុននោមហ្នឹងដើរអត់ទាន់ដល់ទប់ទឹកលេចនោមដាក់ខោបន្តិចហើយដល់ពេលមកតិចឆែកបាញ់ជួនមកជ្រោអញ្ចឹងហើយតក់ហើយនៅដូចថានោមយើងប៉ុណ្ណឹងអត់មានទេបាទតែដល់ទូឲ្យមកជិះឆេអញ្ចឹងទៅនិយាយពីកម្រងនោមហ្នឹងពេលកាលពីមុនពេលខ្ញុំពេលបត់ជើងឆេវហើយដល់ពេលយើងបត់ជើងឈួលជួកលចុកមកចុកនៅលេងបានចុកដល់លេងទ្រាំលេងបានធ្វើទុកខ្លាំងមួយយប់ធ្វើទុកប្រហែលដងលោកពូបើគាត់ទៅអត់ក្រោមពី10ដងខ្ញុំហើយពេលបើនោមបើទាខ្ញុំពេលបត់ជើងទៅម្ដងបាទបើញឹកអត់បញ្ហាទេពេលបត់ជើងចុកហើយអញ្ចឹងចុកមែនទេចុកហើយចុកកន្លែងហ្នឹងហើយចុកអាប្រាប់ហ្នឹងចុកហ្មងធ្វើទុកហ្នឹងគឺឈឺចកេះហើយបត់ជើងតោតហ្នឹងមកញឹកញាប់ចាមកយក7 8ដងទឹកនោមហ្នឹងវាតិចទេវាអត់ច្រើនទេហើយវាមានពពុះហើយពណ៌លឿងអញ្ចឹងឈឺខ្លាំងពេកចុកចកេះដល់ទ្រាំបាឆាតសួរទិញហ្នឹងប្រហែលជា4 5ថ្ងៃធូរដូចថាលែងសូវបត់ជើងញឹកញាប់ដូចមុនអញ្ចឹងណាធ្លាប់តា6 7ដងក្នុងមួយយប់តែឥឡូវនៅ2ដងហើយអញ្ចឹងកន្លងមកខ្ញុំចាប់ផ្ដើមធ្វើទុកនោមប្របាក់នោមមួយយប់សឹងបានដេកតិចនោមតិចឈឺនោមហើយចេះសង្ស័យថាខ្លួនឈឺអីតែអញ្ចឹងទៅពេទ្យគេថាខ្សោយត្មងនោមដោយនោមវាតាំងណាគ្រូណាប្របាក់នឹងនិយាយអូខេនោមញឹកទៅពេលនោមញឹកគ្រូមួយយប់6ដងទៅ7ដងរៀបដេកលក់លឺដល់ពេលឈឺទៀតហ่ะបាទដល់អញ្ចឹងបាទអត់បានដេកថ្ងៃសងំដេកបានតិចទៅយប់គឺអត់បានដេកហ្មងនេះចុកថ្ងាសដែរគ្រូចុករួយបាទហើយវាដល់អាដេញជើងយើងឯនោះវាចូលហើមស្រក់ទៀតណាបាទទៅវៀតណាមគេថាជំងឺហ្នឹងវាឈានចូលដំណាក់កាលទី2ទី2ណាថាបើឈានដល់ទី3ទៀតអាហ្នឹងចូលលៀងឈាមហើយខ្ញុំមានអារម្មណ៍ភ័យខ្ញុំថាអញ្ចឹងនឹងគិតឲ្យមិនទៅពេទ្យណាទៀតហើយពេទ្យវៀតណាមទៅ2ឆ្នាំហើយមើលទៅវានៅដដែលអត់រឿងធូរតែវាមិនទៅមុខអញ្ចឹងណាដល់ទៅពើសម្រាប់ចិត្តមកប្រើថ្នាំហ្នឹងគឺបាត់ឈឹងហ្មងសូនខ្ញុំនិយាយសច្ចៈនេះខ្ញុំមិនអួតអាងជំនួសលោកគ្រូទេប៉ុន្តែនេះខ្ញុំជាក់ស្ដែងប្រើទៅវាឃើញសិទ្ធិភាពមែនបាទដាក់ទៅវាដឹង